បាទជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រេចសាច់រឿងនៃ Manga Kagarabachi របស់យើងបន្តទៀតដែលនៅភាគមុនយើងចប់ត្រង់កន្លែងដែល Shiro គាត់ប្រើនៅ skill មួយដែលយើងអត់ដែលឃើញពីមុនមកនោះទេក្នុងការទប់ទល់ជាមួយនឹងកូនចៅរបស់ Asojo ហើយនៅភាគថ្មីនេះដែរមុននឹងបន្តការប្រយុទ្ធគ្នារបស់ Shiro សាច់រឿងក៏បានប្រាប់ឲ្យយើងដឹងអំពីប្រវត្តិរបស់ Cha និងម្ដាយនាងបន្តិចហើយមុននឹងចូលទៅដល់សាច់រឿងនៅវគ្គនេះសូមអ្នកទាំងអស់គ្នាជួយ like វីដេអូនេះម្នាក់មួយផងអូខេអញ្ចឹងមករួចរាល់ហើយយើងចូលទៅស្ដាប់ការសម្រាយសាច់រឿងទាំងអស់គ្នាដោយសាច់រឿងនៅភាគនេះបានចាប់ផ្ដើមឡើងដោយមានអាហារនៅលើតុមួយចានដែលអាហារនេះត្រូវបានរៀបចំឡើងសម្រាប់ឆានឹងឯងដែលម្ដាយរបស់នាងជាអ្នកធ្វើប៉ុន្តែមុននឹងចាប់ផ្ដើមញ៉ាំអាហារម្ដាយរបស់នាងត្រូវការធ្វើរឿងមួយជាមុនសិនដោយសារតែនៅមុននេះបន្តិចដោយមិនបានប្រយ័ត្នឆាបានធ្វើឲ្យជើងរបស់នាងខ្លួនឯងមានរបួសដោយបែបនេះម្ដាយរបស់នាងមានបំណងចង់ឆែកមើលរបួសនោះបន្តិចថាវាជាវិញហើយឬនៅដែលនាងត្រូវតែប្រកាសថារបួសរបស់ឆានឹងជាវិញដូចដើមមុនពេលដែលនាងចេញទៅសាលាពីព្រោះថាបើសិនជាមាននរណាម្នាក់ដឹងអំពីសមត្ថភាពនៅក្នុងការព្យាបាលខ្លួនឯងរបស់ឆានោះនាងនឹងមានគ្រោះថ្នាក់ដោយនៅពេលនោះឆានាងបានសួរទៅកាន់ម្ដាយនាងថាតើហេតុអ្វីបានជាយើងមិនអាចឲ្យអ្នកដទៃដឹងអំពីសមត្ថភាពពិសេសរបស់ពួកយើងដោយម្ដាយរបស់ឆាក៏បានតបទៅវិញថាវាពិតជាគ្រោះថ្នាក់មែនទែនបើសិនជាឆាបង្ហាញនៅសមត្ថភាពមួយនេះឲ្យអ្នកដទៃបានដឹងពីព្រោះថាបើសិនជាមានមនុស្សដែលមានបំណងមិនល្អបានដឹងអំពីរឿងនេះឆាច្បាស់ជាមានគ្រោះថ្នាក់ជាមិនខានហើយតាំងពីទូចរហូតមកដល់ធំម្ដាយរបស់ឆាបានប្រាប់រឿងនេះទៅកាន់មនុស្សតែម្នាក់គត់ដែលមនុស្សម្នាក់នោះគឺជាមនុស្សដែលពិសេសសម្រាប់នាងខ្លាំងបំផុតដែលគាត់គឺជាឪពុករបស់ឆានឹងឯងប៉ុន្តែគួរឲ្យសោកស្ដាយនៅពេលដែលគាត់បានដឹងអំពីរឿងនេះគាត់ក៏មានការភ័យខ្លាចហើយក៏បានបោះបង់ពួកគេទាំងពីរនាក់ចោលតែម្ដងហើយគាត់ក៏បានបន្តទៀតថាគាត់មិនមែនចង់ឲ្យឆាលាក់នៅរឿងនេះរហូតនោះទេក៏ប៉ុន្តែមុននឹងឆាសម្រេចចិត្តថាប្រាប់រឿងនេះទៅកាន់នរណាម្នាក់ឆាត្រូវតែប្រកាសក្នុងចិត្តថាមនុស្សម្នាក់នោះគឺជាមនុស្សល្អហើយពួកគេនឹងមិនចង់បានផលប្រយោជន៍ពីសមត្ថភាពពិសេសរបស់នាងនោះទេប៉ុន្តែនៅពេលនោះក្រោយពីបានរំលឹករឿងទាំងអស់នេះឡើងភ្លាមម្ដាយរបស់ឆាក៏បញ្ចេញនូវទឹកមុខពិបាកចិត្តចេញមកដោយឃើញបែបនេះឆាក៏បានសួរទៅកាន់គាត់ថាតើម៉ាក់ពិបាកចិត្តមែនដែរឬទេហើយគាត់ក៏បានតបមកវិញថាម៉ាក់មិនពិបាកចិត្តនោះទេម៉ាក់សប្បាយចិត្តខ្លាំងណាស់នៅពេលដែលមានឯងឆាអញ្ចឹងតោះយើងក៏មកឡើងតែនិយាយគ្នាអាហារត្រជាក់អស់ហើយចាប់ផ្ដើមញ៉ាំតែម្ដងទៅហើយរំពេចនោះក៏មានមនុស្សម្នាក់បានមកដល់មុខផ្ទះរបស់ពួកគេតែម្ដងហើយបន្ទាប់ពីស្ដាប់ប្រវត្តិរបស់ឆារួចឥឡូវនេះយើងមកបន្តការប្រយុទ្ធគ្នារបស់ឈីរ៉ូវិញហើយមុននឹងចាប់ផ្ដើមការប្រយុទ្ធឈីរ៉ូក៏បាននិយាយថាសូមទោសផងឆាដែលខ្ញុំមិនមានសមត្ថភាពដើម្បីទៅជួយនាងប៉ុន្តែឥឡូវនេះខ្ញុំនឹងបដូរជីវិតជាមួយនឹងពួកវាហើយដោយមិនចាំយូរឈីរ៉ូក៏បានបញ្ចេញក្បាច់ភ្លាមដែលក្បាច់មួយនេះយើងមិនដែលឃើញគាត់ប្រើពីមុនមកនោះទេដោយគាត់បានហៅក្បាច់មួយនេះថា Kuro Scatter ហាហាហាពិតជាសម្ដែងបានសមណាស់ឯងគិតថានៅពេលដែលឯងបញ្ចេញក្បាច់មួយនេះហើយធ្វើឲ្យយើងខ្លាចឯងមែនដែរឬទេហើយមើលនៅសភាពរបស់ឯងនៅពេលនេះចុះសូម្បីតែវាយរយមួយក៏ឯងវាយមិនងាប់ផងក៏ប៉ុន្តែដែលមិនទាន់ដឹងខ្លួនផងស្នាមដាវមួយក៏បានកាត់បណ្ដាច់ខ្លួនអាសសរម្នាក់នោះជាពីរតែម្ដងដែលកម្លាំងមួយដាវនេះបានកាត់កំទេចទាំងស្រោមដៃរបស់វាទៀតផងត្រឹមតែមួយដាវក៏អាចសម្លាប់គ្នាយើងបានបាត់ទៅហើយមែនទេតាមពិតទៅមិនមែនចឹងនោះទេដែលឈីរ៉ូគាត់មិនមែនកាត់ត្រឹមតែមួយដាវនោះទេនៅពេលអំបញ្ញមិញនេះដែលតាមពិតទៅក្បាច់ Kuro Scatter ដែលឈីរ៉ូបានប្រើនៅមុននេះវាជាការរួមបញ្ចូលគ្នារបស់ Golden Fish ទាំងអស់នៅក្នុងបរិវេណទីនេះទាំងមូលដោយមួយដាវអំបញ្ញមិញនេះគឺជាការផ្សំគ្នារវាង Golden Fish ទាំង20ហើយកម្លាំងរបស់វាគឺស្មើទៅនឹងឈីរ៉ូកាប់ទៅកាន់សត្រូវចំនួន20ដែរអញ្ចឹងដែរក៏ប៉ុន្តែបើសិនជាប្រៀបធៀបគ្នារវាងក្បាច់នេះនិងក្បាច់ Kuro ធម្មតាដែលឈីរ៉ូប្រើប្រាស់នៅក្នុងការប្រយុទ្ធរាល់ដងកម្លាំងនៃការវាយប្រហាររបស់វាគឺមានលក្ខណៈខ្សោយជាងក៏ប៉ុន្តែក្បាច់មួយនេះគឺវាជួយទៅដល់ឈីរ៉ូនៅត្រង់ថាវាមិនដាក់សម្ពាធទៅដល់រាងកាយរបស់ឈីរ៉ូខ្លាំងពេកនោះទេដែលវាខុសពីក្បាច់ Kuro ធម្មតាដែលទាមទារឲ្យឈីរ៉ូមានរាងកាយរឹងមាំដើម្បីប្រើប្រាស់វាបានហើយក្បាច់មួយនេះដែរឈីរ៉ូមិនបានចេះមកពីណានោះទេដែលគាត់បានបង្កើតវាឡើងដោយខ្លួនឯងនៅពេលដែលរាងកាយរបស់គាត់ទទួលរងនៅសម្ពាធខ្លាំងពេកហើយបន្ទាប់ពីបានសម្លាប់ Asasarer ដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងចំណោមពួកវារួចឈីរ៉ូក៏បានសម្រេចចិត្តប្រើនៅក្បាច់មួយនេះតែម្ដងហើយតែមួយប្រព្រឹត្តភ្នែកឈីរ៉ូក៏បានសម្លាប់កូនចៅរបស់អាសូជូនៅក្នុងបរិវេណទីនេះទាំងអស់ក៏ប៉ុន្តែនៅត្រង់កន្លែងនេះដែរសាច់រឿងក៏បាននាំយើងទៅស្ដាប់ប្រវត្តិរបស់ឆានៅពេលមុននេះបន្តទៀតដែលនៅពេលនោះដែរអ្នកដែលបានមកកាន់ផ្ទះរបស់ពួកគេគឺជាអាសូជូនឹងឯងដែលវាមកទីនេះក្នុងគោលបំណងដើម្បីចាប់ម្ដាយកូនទាំងពីរនាក់នេះដែលអាសូជូវាក៏បាននិយាយប្រាប់អំពីដំណើរដើមតងមកកាន់ពួកយើងថា
មានពាក្យចាមរាមដែលគេបាននិយាយតគ្នាថាការបានស៊ីសាច់នៃវងត្រកូល Kusanagi នឹងធ្វើឲ្យពួកយើងមានជីវិតអមតៈដែលពាក្យចាមរាមមួយនេះបានលេចលឺជាងមួយទសវត្សរ៍ទៅហើយមុនពេលដែលសង្គ្រាមត្រូវបានកើតឡើងទៅទៀតហើយបន្ទាប់ពីរឿងមួយនេះត្រូវបានឲ្យមនុស្សគ្រប់គ្នាដឹងវងត្រកូល Kusanagi ទាំងមូលក៏ត្រូវបានសម្លាប់រង្គាលតែម្ដងដោយសមាជិកនៅក្នុងវងត្រកូលនេះទាំងអស់គឺគ្មាននរណាម្នាក់នៅសល់ជីវិតនោះទេក៏ប៉ុន្តែនៅថ្ងៃមួយយើងក៏បានជួបនៅបរិសម្នាក់ដែលគេបានដឹងអំពីអាថ៌កំបាំងមួយនៅពីក្រោយរឿងនេះដោយបរិសម្នាក់នោះក៏បាននិយាយថានៅថ្ងៃដែលត្រកូល Kusanagi ត្រូវបានគេសម្លាប់រង្គាលគឺមាននៅក្មេងស្រីម្នាក់ដែលបានរត់ចេញពីទីនោះបានសម្រេចហើយនៅពេលនោះនាងមានអាយុត្រឹមតែ13ឆ្នាំតែប៉ុណ្ណោះហើយឥឡូវនេះដែរនាងកំពុងតែរស់នៅជាមួយនឹងកូនស្រីរបស់នាងនៅក្នុងទីកន្លែងដ៏អាថ៌កំបាំងមួយហើយមនុស្សដែលផ្ដល់ព័ត៌មាននេះមកឲ្យយើងគឺជាមនុស្សតែម្នាក់ដែលនាងធ្លាប់ប្រើនៅឈាមរបស់នាងដើម្បីជួយជីវិតរបស់គេពីមុនមកដែលនាងប្រហែលជានឹកស្មានមកដល់នោះទេថាមនុស្សម្នាក់នោះវានឹងធ្វើទង្វើបែបនេះដើម្បីសងគុណមកកាន់នាងវិញហើយក្រោយពីលើអាសូរចូលនិយាយបែបនេះម្ដាយរបស់ឆាពិតជាមានវិបដិសារីខ្លាំងមែនទែនដែលគាត់ស្មានមកដល់នោះទេថាទង្វើល្អរបស់គាត់បែរជានាំបញ្ហាមកឲ្យគាត់វិញនៅពេលក្រោយហើយឥឡូវនេះអាសូរចូលវាបានចាប់ទាំងកូនរបស់គាត់មកទៀតដែលគាត់ពិតជានាំទុកមកឲ្យនាងមែនទែនហើយនៅពេលនោះដែរគាត់ក៏បាននិយាយទៅកាន់ឆាថាបើសិនជាគាត់មិនមែនជាម្ដាយរបស់ឆាប្រហែលជាឆាមិនរងទុកដូចពេលនេះនោះទេក៏ប៉ុន្តែឆានាងមិនគិតអញ្ចឹងនោះទេដែលគ្រប់ពេលវេលាដែលនាងបាននៅក្បែរម្ដាយរបស់នាងគឺជាពេលវេលាដែលនាងមានក្តីសុខបំផុតហើយរឿងទាំងអស់ដែលយើងបានឃើញអបាយមិញនេះគឺជារឿងដែលឆានាងបានស្រមៃនោះឯងដែលឥឡូវនេះដែរពេលវេលារបស់នាងគឺមិនសល់ច្រើនទៀតនោះទេហើយនៅភ្លាមនោះដែរអាសិស្សរទាំងពីរនាក់នេះវាក៏បានលើកឡើងអំពីរឿងមួយដែលវាគឺជារឿងដែលត្រូវបានកើតឡើងនៅថ្ងៃដែលម្ដាយរបស់ឆាបានលួចរត់ចេញពីទីនេះដែលនៅថ្ងៃនោះដោយឆ្លៀតឱកាសនៅពេលដែលសូជូវាមិននៅនាងក៏សម្រេចចិត្តនាំឆារត់ចេញពីទីនេះតែម្ដងឆាប់ឡើងឆាយើងគ្មានពេលទៀតនោះទេម៉ាក់បានស្វែងរកនៅបរិវេណទីនេះអស់ហើយដែលផ្លូវចេញដែលមានសុវត្ថិភាពបំផុតនោះគឺមានតែធ្វើដំណើរតាមច្រកនេះមួយគត់ក៏ប៉ុន្តែម៉ាក់នឹងទៅជាមួយខ្ញុំដែរមែនអត់ឯងទៅមុនម៉ាក់ទៅម៉ាក់ចូលតាមច្រកនេះមិនរួចនោះទេអត់ទេបើម៉ាក់មិនទៅខ្ញុំក៏មិនទៅដូចគ្នាស្ដាប់ម៉ាក់ណាឆាឯងត្រូវតែរត់ចេញពីទីនេះហើយទៅរស់នៅដែលមានភាពរីករាយប៉ុន្តែខ្ញុំរីករាយស្រាប់ទៅហើយនៅពេលដែលបាននៅជាមួយនឹងម៉ាក់ដែលខ្ញុំមិនត្រូវការអ្វីលើពីនេះទៀតនោះទេឆាប់ទៅភ្លាមទៅឲ្យម៉ាក់សុំអង្វរពួកវាចិត្តមកដល់ឥឡូវហើយដោយបង្ខំចិត្តឆាក៏បានលួចរត់ចេញពីទីនោះតាមសម្ដីរបស់ម្ដាយនាងហាហាឯងដឹងមិនទៀតអត់នៅពេលនោះស្រីល្ងងម្នាក់នោះវាបានកំទេចនៅឧបករណ៍មួយចំនួនរបស់ពួកយើងហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេនាងក៏បានធ្វើឲ្យគ្នារបស់យើងប៉ុន្មានអ្នកត្រូវបានស្លាប់ផងដែរក៏ប៉ុន្តែឥឡូវនេះឯងឃើញអត់យើងក៏បានចាប់ក្មេងម្នាក់នោះមកវិញបានសម្រេចហើយសម្រាប់ឧបករណ៍ទាំងអស់នេះវាមិនចំណាយពេលយូរនោះទេនៅក្នុងការជួសជុលពួកវាឡើងវិញហើយអំឡុងពេលដែលពួកគេកំពុងតែជជែកគ្នានឹងដែរនៅខាងក្រៅពិតជាមានការចលាចលមែនទែនដោយសារតែនៅសុកគ្នារបស់អាសូជូទាំងអបាម៉ានបានដាច់ក្បាលស្លាប់អស់រលីងហើយសម្រាប់អាសិស្សរម្នាក់នេះវាបានឃើញនៅទស្សនវិជ្ជាទាំងអស់នេះដោយផ្ទាល់ភ្នែកដោយមិនយូរប៉ុន្មានក៏ដល់វេនរបស់វាផងដែរមានរឿងអ្វីកើតឡើងហ្នឹងឯងមានលឺអីអត់ហើយក្រោយមកយើងក៏បានដឹងថាទង្វើទាំងអស់នេះគឺជារបស់ Shiro ដែលគាត់បានប្រើនៅ Skin Nishiki ដើម្បីសម្លាប់ពួកវាទាំងអស់គ្នាតែម្ដងហើយចំពោះ Assassin ទាំងពីរនាក់នេះវិញវាក៏បានដឹងអំពីវត្តមានរបស់ Shiro ហើយដែរដែលវាស្ទើរតែមិនជឿនោះទេថា Shiro អាចនៅតទល់ជាមួយនឹងពួកវាបានទៀតហើយដោយមិនចាំយូរពួកវាទាំងពីរនាក់ក៏បានសម្រេចចិត្តចេញទៅប្រយុទ្ធតែម្ដងដែលថាមពល Assassin របស់ពួកវាគឺជាការប្រែកាយទៅជាស្រមុកបិសាចមួយគូប៉ុន្តែមិនទាន់បានប៉ុន្មានផង Shiro ក៏បានសម្លាប់ពួកវាបានយ៉ាងងាយហើយឆានឹងបានឃើញនៅទស្សនវិជ្ជាទាំងអស់នេះដោយផ្ទាល់ភ្នែកនេះណែឃ្លាននៅលើកនេះវាអត់ខ្ទេចដោយលើកមុនទៀតនោះទេវាអ្នកអាចញ៉ាំបានដោយនៅពេលនោះឆាក៏បានតបទៅវិញទាំងទឹកភ្នែកថាហេតុអ្វីបាន Shiro ក្រមកជួយនាងខ្លាំងម្ល៉េះហើយបន្ទាប់ពីសម្លាប់ពួកវាអស់រួច Shiro ក៏បាននាំឆាចាក់ចេញពីទីនេះតែម្ដងហើយរពេចនោះដែររបួសរបស់ Shiro ក៏បានធ្វើទុកឡើងដែលឆានាងពិតជាមានការបារម្ភមែនទែនប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Shiro មិនបានសន្លប់ដូចជាលើកមុនទៀតនោះទេក្រោយពីបានប្រើ Skill Nishiki រួចដោយសារតែ Skill Nishiki ដែលគាត់បានប្រើនៅលើកនេះវាមិនបានធ្វើឲ្យគាត់ចំណាយនៅ Spirit Energy អស់ច្រើនដូចជាលើកមុននោះទេដែលអ្វីដែលគាត់បានប្រើនៅក្នុងការប្រយុទ្ធអំបែងមិញនេះវាគ្រាន់តែជាការកាប់ធម្មតាតែប៉ុណ្ណោះដោយក្រោយពេលដែល Shiro បានគិតឡើងវិញអំពីសម្ដីរបស់លោកគូនីឈីរួចគាត់ក៏បានយល់កាន់តែច្បាស់អំពីសមត្ថភាពនៃ Enchanted Blade របស់គាត់ដោយនៅពេលហ្នឹងដែរ Shiro ក៏បានបង្កើននូវសមត្ថភាពរបស់ Skill Nishiki តែម្ដងហើយគាត់ក៏បានប្រើវាដើម្បីទប់ទល់ជាមួយនឹងកូនចៅរបស់ Sojo បានសម្រេចក៏ប៉ុន្តែនៅពេលហ្នឹងដែរក្រោយពីឃើញដៃរបស់ Shiro មាននៅរបួសភ្លាមឆានាងកាន់តែបារម្ភថែមទៀតប៉ុន្តែសម្រាប់ Shiro វិញគឺគាត់មិនអីនោះទេនៅក្នុងពេលឥឡូវនេះហើយដោយសារតែបារម្ភអំពី Shiro ខ្លាំងពេក
ឆាក៏បានធ្វើនៅរឿងមួយដែលនឹកស្មានមិនដល់ដែលតាមសម្ដីរបស់ម្ដាយនាងសមាជិកនៅក្នុងត្រកូល Kusanagi ទាំងអស់គ្នាគឺមាននៅសមត្ថភាពនៅក្នុងការព្យាបាលរបួសដោយគាត់ធ្លាប់បាននិយាយថាកាលណាឆាធ្វើការបួងសួងដោយចេញពីចិត្តរបស់នាងប្រកាសជាអាចប្រើនៅសមត្ថភាពនោះបានជាមិនខានហើយសម្រាប់ Shiro ចំពោះនាង Shiro គឺប្រៀបដូចជាម្ដាយរបស់នាងអញ្ចឹងដែរដែលគាត់បានជួយនាងជាច្រើនដងរួចមកហើយក៏បានធ្វើរឿងល្អៗមែនទែនមកកាន់នាងហើយដោយទង្វើល្អនិងភាពស្មោះត្រង់របស់ Shiro ទៅកាន់ឆានាងក៏អាចប្រើនៅសមត្ថភាពនោះបានសម្រេចហើយនៅរំពេចនោះដែរក៏មាននៅពពកជាច្រើនបានហោះមកបាំងនៅព្រះច័ន្ទចិត្តតែម្ដងហើយលោក Shiba ក៏បានធ្វើដំណើរមកដល់ទីនេះដូចគ្នាដែល Shiro គាត់កំពុងតែត្រៀមខ្លួននៅក្នុងការប្រយុទ្ធជាមួយនឹងសត្រូវដ៏ខ្លាំងម្នាក់ទៀតក៏ប៉ុន្តែសាច់រឿងមិនទាន់ប្រាប់យើងនោះទេថា Shiro នឹងត្រូវប្រយុទ្ធគ្នាជាមួយនឹងអ្នកណាគេដឹងត្រឹមថានៅពេលនេះលោក Shiba គាត់បានប្រគល់ការប្រយុទ្ធមួយនេះទៅឲ្យ Shiro ទាំងស្រុងតែម្ដងហើយនៅត្រង់កន្លែងនេះ Shiro ក៏បានចាប់អារម្មណ៍ដែរថាមានរឿងចម្លែកកើតឡើងនៅលើដៃរបស់គាត់ដោយសារតែឥឡូវនេះដៃរបស់គាត់បានត្រឡប់មកសភាពដើមវិញទៅហើយពីព្រោះតែឆាបានជួយព្យាបាលឲ្យគាត់អំបញ្ញមិញហើយមុននឹងចាប់ផ្ដើមការប្រយុទ្ធឆានាងបាននិយាយទៅកាន់ Shiro ថាកុំស្លាប់ឲ្យសោះណា Shiro ប្រកាសណាអរគុណហើយនៅរំពេចនោះដែរ Shiro ក៏បានបើកដំណើរការនៅ skill របស់ Enchanted Blade តែម្ដងហើយការប្រយុទ្ធរបស់គាត់នៅពេលនោះក៏ត្រូវបានចាប់ផ្ដើមប៉ុន្តែមុននឹងចាប់ផ្ដើមការប្រយុទ្ធសាច់រឿងក៏បានកាន់មកដល់ពេលមុននេះបន្តិចដែលជាពេលដែលអាសូជូនិងក្រុម Kurigumo បានធ្វើការប្រយុទ្ធគ្នាដែលកន្លែងនឹងដែរគឺវាតគ្នាពីការប្រយុទ្ធគ្នារបស់ពួកគេកាលពីភាគមុនដែលក្រោយពេលដែលអាសូជូវាប្រើនៅ skill មីរហូតដល់កម្រិតកម្ពូលរួចវាមិនទាន់អាចប្រើនៅ skill មីបានម្ដងទៀតនោះទេហើយវាគឺជាឱកាសរបស់ក្រុម Kurigumo ដើម្បីសម្លាប់អាសូជូនៅក្នុងពេលនេះតែម្ដងដោយនៅពេលហ្នឹងដែរពួកគេក៏បានស្ទុះទៅសម្លាប់អាសូជូភ្លាមសូជូក៏បានប្រើនៅ skill ខូដែលជា skill តកោដើម្បីទប់ទល់ជាមួយនឹងពួកគេវិញហើយគណៈពេលហ្នឹងដែរសមាជិកម្នាក់ក៏បានប្រើនៅធម្មពលសិស្សសេរីរបស់គេដើម្បីទម្លាក់នៅបង្គោលចំនួន4ទៅកាន់អាសូជូដោយមិនដឹងអំពីគោលបំណងរបស់សមាជិកម្នាក់នោះអាសូជូវាក៏សម្រេចចិត្តកិច្ចចេញសិនប៉ុន្តែក៏ត្រូវបានសមាជិកម្នាក់ទៀតប្រើនៅធម្មពលសិស្សសេរីរបស់គេចាប់ដៃរបស់វាជាប់តែម្ដងនៅសល់10វិនាទីទៀតតើយើងនឹងផ្លាស់ប្ដូរផែនការមែនអត់ទេអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺបន្តវាយវាឲ្យកាន់តែសាហាវជាងមុនទៀតដែលនៅពេលនោះដែរ Captain Hachiwara ក៏បានប្រើនៅធម្មពលទំនាយរបស់គាត់បូកជាមួយនឹង skill រន្ទះដែលបន្សល់ពីធម្មពលមីរបស់អាសូជូអំបញ្ញមិញនេះដាក់ទៅលើខ្លួនប្រាណរបស់សមាជិកម្នាក់នេះតែម្ដងដែលគាត់នឹងប្រើប្រាស់ខ្លួនប្រាណដ៏រឹងមាំរបស់សមាជិកម្នាក់នេះដើម្បីបាញ់ទៅកាន់អាសូជូហើយស្របពេលជាមួយគ្នានឹងដែរអាសូជូក៏ត្រូវបានសមាជិកម្នាក់ដែលប្រើនៅសិស្សសេរីបង្គោលអំបញ្ញមិញនេះចាប់ជាប់ដូចគ្នាដោយដៃម្ខាងរបស់វាក៏ត្រូវបានគេចាប់ជាប់ហើយខ្លួនរបស់វាក៏រើមិនរួចដែរអញ្ចឹងហើយនេះគឺជាឱកាសល្អខ្លាំងមែនទែនសម្រាប់ Captain Hachiwara ក្នុងការវាយប្រហារទៅលើអាសូជូហើយដោយមិនចាំយូរ Captain Hachiwara ក៏បានចាប់ផ្ដើមការវាយប្រហារនេះតែម្ដងសូជូវាមិនអាចកិច្ចតាណារួចបាននោះទេហើយវាក៏ត្រូវការវាយប្រហារនេះយ៉ាងពេញទំហឹងហើយនៅពេលនោះដែរអាសូជូក៏ត្រូវបានប៉ើងចុះទៅខាងក្រោមជាមួយនឹងសមាជិកម្នាក់នេះតែម្ដងដោយនៅពេលនេះក្រុម Kurigumo ក៏បានដណ្ដើមយកនៅ Enchanted Blade Cloud Gadget ពីអាសូជូបានសម្រេចដែលអាសូជូវាមិនមានអាវុធអ្វីដើម្បីយកមកតដៃជាមួយនឹងពួកគេវិញនោះទេក៏ប៉ុន្តែនៅគណៈពេលនោះដែររឿងដ៏នឹកស្មានមិនដល់ក៏ត្រូវបានកើតឡើងតែកន្លែងនេះវាពិតជាអស្ចារ្យមែនទែនដែលសូជូវាបានប្រើនៅសមត្ថភាពរបស់វានៅក្នុងការបញ្ជា Enchanted Blade Cloud Gadget ពីចម្ងាយតែម្ដងហើយកម្លាំងមួយនេះដែរ Enchanted Blade Cloud Gadget ក៏បានកំទេចនៅដៃរបស់សមាជិកម្នាក់ដែលបានចាប់កាន់វានៅមុននេះហើយវាមិនទាន់ចប់ត្រឹមនឹងនោះទេដែលកម្លាំងរន្ទះមួយនេះវាបានបុកកំទេចនៅខ្លួនម្ខាងរបស់សមាជិកម្នាក់នេះទៀតផងដោយនៅពេលនោះដែរគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយជាចុងក្រោយ Enchanted Blade Cloud Gadget ក៏បានធ្លាក់ទៅលើដៃរបស់អាសូជូវិញការសោះនេះយើងបានចាញ់ហើយចាប់ប្រើនៅសិស្សសេរីរបស់ឯងវាប្រហារទៅលើវាភ្លាមទៅបានខ្ញុំនឹងប្រើវាឥឡូវនេះភ្លាមមិនក៏អញ្ចឹងវាលឿនខ្លាំងណាស់ដោយនៅក្រោយមកសង្គ្រាមមួយនេះក៏បានផ្លាស់ប្ដូរ360ដឺក្រេតែម្ដងដែលសូជូវាជាអ្នកឈ្នះប៉ុន្តែនៅពេលនោះដែរវាពិតជាសំណាងល្អខ្លាំងណាស់ដែលពួកគេបានបង្វែរនៅសង្គ្រាមមួយនេះមកដល់លើសមុទ្រទាន់ហើយការចាញ់របស់ពួកគេនេះដែរក៏មិនបានប៉ះពាល់ទៅលើទីក្រុងដូចគ្នាហើយត្រឡប់មកកាន់ខាង Shiro វិញដែលតាមពិតទៅសត្រូវដែល Shiro ត្រូវនឹងប្រឈមមុខជាមួយនៅពេលបន្តិចទៀតនេះគឺជាអាសូជូនឹងឯងដែលនៅពេលនេះ Shiro បានដឹងអស់ហើយអំពីមូលហេតុដែលអាសូជូវាអាចយកឈ្នះនៅក្រុម Kurigumo បានហើយតាមពិតទៅមូលហេតុដែលក្រុម Kurigumo បានចាញ់នៅក្រោមដៃអាសូជូដល់ថ្នាក់នេះគឺដោយសារតែអាសូជូវាបានបង្កើតនៅសមត្ថភាពថ្មីចេញពី Enchanted Blade Cloud Gadget នោះឯងដែលនៅលើកនេះវាមិនបានប្រើនៅ skill ថ្មីដើម្បីបញ្ចេញនូវធម្មពលរន្ទះវាប្រហារទៅលើដៃគូសត្រូវនោះទេដែលវាបានប្រើធម្មពលរន្ទះទាំងអស់នេះដើម្បីបញ្ចូលទៅក្នុងខ្លួនប្រាណរបស់វាទៅវិញហើយចម្លែកអីធម្មពលរន្ទះរបស់ skill ថ្មីបែរជាមិនធ្វើឲ្យអាសូជូមានគ្រោះថ្នាក់នោះទេដែលវាបែរជាទៅបង្កើនកម្លាំងនិងល្បឿនរបស់អាសូជូទៅវិញហើយមូលហេតុនេះហើយបានជាអាសូជូវាខ្លាំងដល់ថ្នាក់នេះដែលវាអាចយកឈ្នះនៅក្រុម Kurigumo បានក្នុងរយៈពេលតែ
មួយរំពេចតែប៉ុណ្ណោះហើយរឿងរ៉ាវដែលនឹកស្មានមិនដល់ទាំងអស់នេះគឺដូចគ្នានឹងអ្វីដែលលោក Kunichi ធ្លាប់បានលើកឡើងអញ្ចឹងដែរដោយថាមពលរបស់ Enchanted Blade វាមិនថិតថេររហូតនោះទេដែលវាតែងតែប្រែប្រួលទៅតាមចិត្តគំនិតនិងភាពច្នៃប្រឌិតរបស់ម្ចាស់វាដែលនៅមុននេះបន្តិចពួកគេទាំងពីរបានរកឃើញនៅកម្លាំងថ្មីរបស់ Enchanted Blade របស់ពួកគេរៀងៗខ្លួនហើយ Sojo វាមិននឹកស្មានដល់នោះទេថា Chihiro អាចងើបឡើងមកប្រយុទ្ធវិញបានប៉ុន្តែនៅពេលនេះដែរពួកគេទាំងពីរនាក់គឺសុទ្ធតែត្រូវរបួសធ្ងន់ដូចគ្នាអញ្ចឹងហើយការប្រយុទ្ធគ្នាដែលកើតឡើងនៅក្នុងពេលបន្តិចទៀតនេះគឺជាការប្រយុទ្ធគ្នាដែលប្រើសមត្ថភាពនៅក្នុងការយល់ដឹងអំពី Enchanted Blade របស់ពួកគេរៀងៗខ្លួនដែលវាមិនមែនជាការប្រយុទ្ធគ្នាដែលប្រើនៅកម្លាំងបាយដោយរាល់ដងនោះទេដោយសារតែការប៉ះគ្នានៅលើកនេះពួកគេប្រើពេលត្រឹមតែ12វិនាទីតែប៉ុណ្ណោះក្នុងការសម្រេចចាញ់ឈ្នះអញ្ចឹងហើយដោយមិនចាំយូរសង្គ្រាមមួយនេះក៏ត្រូវបានចាប់ផ្ដើមតែម្ដងអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់ Manga Kagarabashi របស់យើងនៅភាគនេះខ្ញុំសូម slash ត្រឹមប៉ុណ្្នឹងសិនដែលយើងនឹងទៅបញ្ចប់ការប្រយុទ្ធគ្នារបស់ពួកគេទាំងពីរនាក់នៅភាគក្រោយអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានហើយជួបគ្នានៅវីដេអូក្រោយ